ចឹងថ្ងៃនេះមកនិយាយពីតារានគរធាតុទឹកមានដូចជា Pisces Scorpio ហើយនិង Cancer អ្នកទាំងអស់គ្នាចឹងចង់ដឹងថាតារានគរធាតុទឹកទាំង3ហ្នឹងនៅក្នុងខែ4ហ្នឹងនឹងមានរឿងអ្វីកើតឡើងFour of Cups អ្នកទាំងអស់គ្នាគេថាអ្នកទាំងអស់គ្នាឥឡូវហ្នឹងកំពុងតែមានជំរឿនល្អនៅក្នុងដៃជាច្រើនមកអ្នកទាំងអស់គ្នាមើលប៉ុន្តែអ្នកទាំងអស់គ្នាដូចជាមានអារម្មណ៍ថារៀង start ចង់បានរបស់មួយដែលអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាអាចនឹងបានរបស់ហ្នឹងល្អជាងរបស់ដែលអ្នកទាំងអស់គ្នាកំពុងតែបងសម័យហ្នឹងវានឹងចិត្តបានមកដល់ក្នុងដៃអ្នកទាំងអស់គ្នាគាត់ថាគេឲ្យយើងហ្នឹងរៀនទទួលយកអ្វីដែលមាននៅក្នុងខ្លួនសិនអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងហើយនឹងមានរឿងអីកើតឡើងទៀតអូយ៉ាជ្រួយThree of Cups អ្នកទាំងអស់គ្នាល្អដែរតែអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់តារានគរធាតុទឹកដែលមានដូចជា Pisces Cancer ហើយនិង Scorpio គឺ currently គាត់អាចនឹងមានរបៀបថាដៃគូដ៏ល្អម្នាក់ដៃគូហ្នឹងមិនជាដៃគូស្នេហ៍មិនថាជាដៃគូស្នេហាមិត្តភក្តិមិត្តរួមការងារឬក៏របៀបថាអ្នកស្គាល់គ្នាយើងរាប់អាចជួយយកអាសាអ្នកទាំងអស់គ្នាហើយគេអត់មានគំនិតរបៀបថាប៉ងអាក្រក់មកលើអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នារបៀបថា work as a team ទៀតហើយអ្នកទាំងអស់គ្នាមានថាជួយគ្នាដើម្បីឲ្យសម្រេចបានគោលបំណងដែលល្អអីចឹងអ្នកទាំងអស់គ្នាអញ្ចឹងកាត់ផលតារានគរទាំង3ផលធាតុទឹកដែលមានដូចជា Cancer Scorpio ហើយជាមួយនឹងអីគេខ្ញុំភ្លេចបាត់នេះហើយនឹង Pisces គឺល្អខ្លាំងមែនតើតបមកនឹងមានរឿងអីទៀតអីយ៉ាជួទៀតហើយនេះ Eight of Cups ទៀតហើយអ្នកទាំងអស់គ្នាអញ្ចឹងគេចង់ឲ្យអ្នកទាំងអស់គ្នាកលេចមកមើលម្ដងទៀតថារបស់ដែលអ្នកទាំងអស់គ្នាមាននៅក្នុងដៃហ្នឹងគឺល្អប៉ុណ្ណាអីអញ្ចឹងអ្នកទាំងអស់គ្នាព្រោះថា currently អ្នកទាំងអស់គ្នាអត់មានរឿងអីដែលមិនតល់កង្វល់ខ្លាំងទេអ្នកទាំងអស់គ្នាជួយចិត្តកាត់រឿងដែលអ្នកដែលអត់ទាន់កើតឡើងហើយអ្នកទាំងអស់គ្នាសម្រេចអត់ទាន់បានអញ្ចឹងគេឲ្យអ្នកទាំងអស់គ្នាហ្នឹងប្រើឬក៏មានអីដែលវាថាយើងមានអីយើងប្រើនឹងសិនអីចឹងឧទាហរណ៍ណារបៀបដូចថាគេចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹង happy what you have right now ចឹងអញ្ចឹងកុំឲ្យថាអ្នកទាំងអស់គ្នាគិតអំពីអា future ខ្លាំងពេកអីចឹងទៅធ្វើឲ្យអ្នកទាំងអស់គ្នា stress out ណាវាថាមានរបស់ក្នុងដៃហើយយើងគិតនេះគិតនោះគិតនោះចឹងទៅអាចនឹងយើងចាប់អារបស់ក្នុងដៃហ្នឹងអត់បានទៀតទៅវាអត់បានទាំងអស់សារគេចង់ប្រាប់អ្នកទាំងអស់គ្នាបែបហ្នឹងណាអញ្ចឹងតាក់ទងនឹងអាហ្នឹងហើយបន្ទាប់មកមានសារអីគេទៀតបន្ទាប់មកនេះPage of Cups អ្នកទាំងអស់គ្នាគេថារបស់ដែលអ្នកទាំងអស់គ្នាប៉ងចង់បាននឹងបានទេគេគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងរៀនរបៀបថា track or ឬសប្បាយចិត្តនឹងអ្វីដែលខ្លួនឯងកំពុងមានសិនទៅកុំដាក់សម្ពាធលើខ្លួនឯងដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាគួរតែមើលថារបស់នៅជុំវិញខ្លួនហ្នឹងវាសមាមាត្រនឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវការតម្រូវការប្រចាំថ្ងៃអត់អីចឹងអ្នកទាំងអស់គ្នាវាថាបើនិយាយគាត់ស្ដាប់គេថាកុំឲ្យយើងហ្នឹងគិតហួសប្រមាណពេកអីចឹងអាហ្នឹងរបៀបថាយើងនិយាយឲ្យគាត់ស្ដាប់ប៉ុន្តែតាមពិតទៅយើងចង់ឲ្យខ្លួនយើងល្អហើយត្រូវគាត់គាត់ថាយើង expect ខ្ពស់ពេកចឹងទៅគេខ្លាចថាយើង expect ខ្ពស់ពេកការធ្លាក់ចុះពេលដល់ពេលវាធ្លាក់ចុះវាធ្វើឲ្យយើងនឹងកាន់តែបាក់ទំនុកចិត្តហើយធ្វើឲ្យយើងបាក់ទឹកចិត្តទៀតអ្នកទាំងអស់គ្នាអញ្ចឹងរៀនសប្បាយចិត្តរៀនcheck up មើលផ្លូវចិត្តខ្លួនឯងអញ្ចឹងកុំឲ្យយើងវាថា over react ឬក៏ over វាថា set ពេកសប្បាយចិត្តពេកឬក៏រំភើបពេកអីអញ្ចឹងគេឲ្យអ្នកទាំងអស់គ្នាចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងកុំឲ្យមានអារម្មណ៍បែបហ្នឹងឲ្យពេកណាអញ្ចឹងទៅធ្វើឲ្យយើងពិបាក control អារម្មណ៍ខ្លួនឯងទៅថ្ងៃក្រោយអាចនឹងយើងគេហៅថាអាសាឈឺក្បាលអីអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងតាក់ទងជាមួយនឹងសារ Paul Guardian Angel នឹងមានសារអីគេអាយ៉ាoneness គេថា someone you dearly miss is forever present in your heart remember there is one that even though there has been a physical part things spiritually those we love never leave us creation is eternal nothing is ever truly missing for all is interconnected and ultimately one អ្នកទាំងអស់គ្នាគេថាវាថាអីដែលយើងចង់បានដែលវានៅក្នុងបេះដូងរបស់យើង in our heart អ្នកទាំងអស់គ្នាអញ្ចឹងន័យថាវានឹងហត់មកអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានៅតែគិតនៅតែសម័យចង់បានវានឹងវាជារឿងធម្មតាដែលយើងមានអារម្មណ៍ចង់បានរបស់អ្វីមួយមកនៅក្នុងដៃយើងប៉ុន្តែគេអត់ចង់ឲ្យយើងនឹង stuck នឹងអាហ្នឹងពេកទេគេចង់ឲ្យយើងនឹងរៀនមើលអ្វីជុំវិញខ្លួនដែរអីអញ្ចឹងអ្នកទាំងអស់គ្នារៀន appreciate ពីអីនៅជុំវិញខ្លួនយើងកុំយករបស់មួយដែលគិតថាវាពិសេសសម្រាប់យើងពេកចឹងតែមានអីផ្សេងអាចជំនួសបានគ្រាន់តែថាក្នុងចិត្តយើងហ្នឹងយើងចង់បានអាហ្នឹងជាងទៅយើងភ្លេចរបស់នៅជុំវិញខ្លួនអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងសារសម្រាប់zodiac sign របស់តារានគរធាតុទឹកដែលមានដូចជា Cancer Scorpio ហើយជាមួយនឹង Pisces ហ្នឹងគឺសារគេចង់ប្រាប់ថានៅក្នុងខែមេសាហ្នឹងអ្នកទាំងអស់គ្នានឹងជួបរឿងល្អមានដៃគូមិត្តភក្តិស្នេហាមិត្តរួមការងារល្អចូលមកក្នុងជីវិតដែលធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកចិត្តទេនៅក្នុងខែហ្នឹងពួកគេមានបំណងល្អទៅលើអ្នកទាំងអស់គ្នាតែអីដែលអ្នកទាំងអស់គ្នាត្រូវគួរតែគិតឡើងវិញម្ដងទៀតហ្នឹងតើតងជាមួយនឹងអារម្មណ៍នឹងការចង់បានការប្រាថ្នារបស់អ្នកទាំងអស់គ្នាថាតើការប្រាថ្នាហ្នឹងវាធ្វើឲ្យអ្នកទាំងអស់គ្នាដូចថា dreamy ពេកអត់ស្មើសម័យពេកអត់អីចឹងអ្នកទាំងអស់គ្នាកុំឲ្យអាការស្មើសម័យហ្នឹងវាធ្លាក់ថាយើងធ្លាក់ចូលទៅក្នុងអាការស្មើសម័យហ្នឹងពេកទៅធ្វើឲ្យយើងកើតដូចថាកើតអារម្មណ៍មួយដែលថប់អារម្មណ៍ឬក៏អីចឹងគេចង់ឲ្យយើងនឹងរបៀបដូចថារៀនមើលរបស់ជំនាញខ្លួនហើយយើងគិតមួយសិនណាកុំទាន់អាលោតទៅដល់អ្វីដែលយើងគិតថាអូនឹងបានភ្លាមអញ្ចឹងវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តខកបំណងតែប៉ុណ្្នឹងឯងអញ្ចឹងសារសម្រាប់ខែ4របស់តារានគរធាតុទឹកមានដូចជា Cancer Pisces ហើយនិង Scorpio មានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអញ្ចឹងអរគុណច្រើនបាយបាយ